នាវេលាម៉ោង 9:00 នាទីព្រឹកថ្ងៃទី 16 ខែតុលា ឆ្នាំ 2025 ត្រូវនឹងថ្ងៃប្រហោះ 16 រោច ខែអាសត់ ឆ្នាំម្សាញ់ សប្បស័កពុទ្ធសករាជ 2569 នៅមជ្ឈមណ្ឌលអ៊ីស្លាមភ្នំពេញ PPAC បានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមនិងស្ថាប័នអ៊ីស្លាមជាច្រើននៅកម្ពុជា ជាមួយនឹងស្ថាប័ន Fortitude Security Consultancy មកពីប្រទេសសិង្ហបុរី ដែលក្នុងនោះស្ថាប័នដែលចូលរួមមានដូចជា សមាគមអាម៉ាណាស់តាកាហ្វុលកម្ពុជា សមាគមគ្រូបង្រៀន សមាគមអភិវឌ្ឍនារីអ៊ីស្លាមកម្ពុជា សមាគមសម្ព័ន្ធយុវជនមូស្លឹមកម្ពុជា សមាគមកូប៉ារ៉ាស៊ីមូស្លឹមកម្ពុជា និងក្រុមហ៊ុន UNES Tourism ពិធីនេះផងដែរធ្វើឡើងនៅក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាដោយឈរទៅលើចំណុចសំខាន់ៗរួមមាន ទី 1 សហការស្វែងរកនិងអភិវឌ្ឍចំណុចរួមគ្នា ទី 2 អនុវត្តសកម្មភាពស្រាវជ្រាវ អភិវឌ្ឍឱកាសអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកបច្ចេកវិទ្យារួមគ្នា ទី 3 បង្កើនគុណភាពនៃការយល់ដឹងអំពីបរិបទ និងសមត្ថភាពរបស់ភាគីទាំងពីរ កិច្ចសហការនេះគឺជាសញ្ញាបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់ភាគីទាំងអស់នៅក្នុងការចូលរួមចំណែកអភិវឌ្ឍលើគ្រប់វិស័យឲ្យមានភាពរឹងមាំនិងទូលំទូលាយបន្ថែមទៀតទៅដល់សហគមន៍អ៊ីស្លាមនៅកម្ពុជា ហើយយើងសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាក្រោយពីមានការសហការរវាងគ្នានឹងអាចបើកផ្លូវឲ្យមានការផ្លាស់ប្តូរដោយវិចិត្រនិងបង្កើតឱកាសថ្មីៗសម្រាប់ការងារនិងសហគមន៍អ៊ីស្លាមទាំងមូលនាពេលអនាគត